ឈ្មោះថាបុប្ផាគឺមានច្រើនកកមានដូចគ្នាច្រើនមែនទែនឈ្មោះថាបុប្ផាមិនប្រកាសថាក្រអូបដូចឈ្មោះឡើយហើយក៏មិនប្រកាសថាក្លឹមខាងក្នុងដូចគ្នាដែរដូច្នេះសូមកុំម៉ៃសូមកុំវីតម្លៃឬក៏សូមកុំចេះតែថាវាដូចគ្នាខ្ញីខ្មៅក៏ដូចគ្នាដែរខ្ញីខ្មៅវាមានពូជរបស់វាពូជខ្លះវាមានគុណប្រយោជន៍ច្រើនពូជខ្លះទៀតវាក៏មានគុណប្រយោជន៍តិចដូចគ្នាដែរបន្ទាប់មកពាក់ព័ន្ធជាមួយនឹងបច្ចេកទេសក្នុងការថែទាំក្នុងការប្រមូលផលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនទំនើបពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់រូបមន្តឬក៏បច្ចេកវិទ្យាក្នុងការញែកយកសារធាតុសកម្មល្អក៏វាខុសគ្នាទៅតាមកម្រិតនៃម៉ាស៊ីនទំនើបឬក៏បច្ចេកវិទ្យាទំនើបចុងក្រោយដែរដូច្នេះឈ្មោះថាខ្ញីខ្មៅដូចគ្នាមិនប្រកាសថាគុណប្រយោជន៍ដូចគ្នាទេខ្ញុំសូមលើកយក VO4 ដែលជាចម្រាញ់មើមខ្ញីខ្មៅសុទ្ធ 100% មកចែកជូនបងប្អូនពីព្រោះថាវាមានគុណប្រយោជន៍លើសអំពីមើមខ្ញីខ្មៅដទៃទី1គឺពូជរបស់វាគឺជាពូជដែលមានសារធាតុសកម្មច្រើនដោយសារតែតំបន់មួយនោះវាដាំដុះមកគឺបានផលវាបានប្រយោជន៍ខ្លាំងទី2មើមខ្ញីខ្មៅនេះត្រូវបានគេយកមកចម្រាញ់ដោយប្រើប្រាស់ម៉ាស៊ីនដ៏ទំនើបនិងបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ជប៉ុនញែករហូតដល់10ដង10គីឡូក្រាមនៃមើមខ្ញីខ្មៅស្ងួតចម្រាញ់ញែកបានតែ1គីឡូក្រាមនៃសារធាតុសកម្មទីដែលគេឲ្យឈ្មោះថា VO4 ហើយ VO4 នេះវាមានគុណប្រយោជន៍ច្រើនដោយសារតែវាសម្បូរទៅដោយបណ្ដុំនៃវីតាមីនចម្រុះកំពូលប្រូតេអ៊ីនរួមជាមួយនឹងសារធាតុសកម្មដ៏ល្អជាច្រើនដែលវាចេញអំពីមើមខ្ញីខ្មៅនឹងហើយគេបានសម្រិតសម្រាំងយកតែខ្លឹមយកតែសារធាតុសកម្មនឹងមកតែប៉ុណ្ណោះ VO4 គឺមានគុណប្រយោជន៍ច្រើនសម្រាប់ថែបំពន់សុខភាពនិងដោះស្រាយទៅលើជំងឺមិនឆ្លងដែលមានដូចជាលើសខ្លាញ់លើសស្ករលើសអាស៊ីតការរលាកកោសិការ៉ាំរ៉ៃក្រពះពោះវៀនតម្រងនោមជាដើមលាក់និងលាក់អ្នកដែលមានបញ្ហាខ្សោយផ្លូវភេទឬក៏ខ្សោយអរម៉ូនភេទក៏អាចជួយសម្រួលបានដូចគ្នាដែរបងប្អូនដែលចង់ស្វែងយល់បន្ថែមសូមឆាតចូល page អាយុវែងឬក៏តាមរយៈ Telegram ដោយផ្ទាល់បានអរគុណបងប្អូនទាំងអស់គ្នា